តាទេអមតសៈទ្វារីយេសោតវន្តោបមញ្ចន្តុសត្ថាំងទ្វានៃព្រះនិព្វានទាំងនោះបើកហើយសត្វទាំងឡាយណាមានសោតបសាទសត្វទាំងឡាយនោះចូលបញ្ចេញនៅសទ្ធាចោណាព្រះអង្គត្រាស់សម្ដែងអញ្ចឹងណាវិហិង្សសញ្ញ័យបគុណังអ្នកភាសឹងធម្មំបណៃតាំងមនុស្សជេសុព្រំមេមនាលមហាព្រំតថាគតមានសេចក្តីសម្គាល់ក្នុងការលំបាកបានជាមិនប្រកាសសម្ដែងព្រះធម៌ដ៏ឧត្តមដែលតថាគតស្ទាត់ហើយក្នុងសំណាក់មនុស្សទាំងឡាយណាព្រះអង្គឃើញការលំបាកណាមិនដឹងថាយកធម៌ទៅនិយាយប្រាប់ពួកមនុស្សទាំងឡាយនឹងបែបម៉េចបើមិនដែលនឹងស្គាល់ពាក្យថាអនិច្ចំទុក្ខំអនត្តាផងបាទអញ្ចឹងបាននឹកឃើញព្រះគុណរបស់ព្រះអង្គនឹកឃើញព្រះគុណរបស់សាវកដែលត្រាស់ដឹងក្នុងភាសាទី1មានតែ60អង្គទេញាតិញោមនៅព្រៃអេសិបតនមិគទាយវ័ន60អង្គចេញផ្សាយសាសនាដំបូងទាំងដែលមនុស្សក្នុងโลกនេះអត់មាននរណាម្នាក់ស្គាល់ព្រះពុទ្ធសាសនាទេអត់មានសោះណាអញ្ចឹងក៏សូមអនុញ្ញាតទឹកចិត្តថាពជាពេលចាំព្រឹកឥឡូវនេះក៏ដល់ភារៈដែលបានណាត់ទុកគឺសម្ដែងព្រះធម៌ក្នុងវេលាពេលព្រឹកវិញបាទណាពេលណាក៏បានញាតិញោមឲ្យតែមានទឹកចិត្តជ្រះថ្លាចង់ស្ដាប់ធម៌អាត្មាភាពមិនជារួញរាដែរទេបាទចិត្តក្តីឆ្ងាយក្តីគ្នាតិចក្តីច្រើនក្តីឲ្យថាចង់ស្ដាប់ច្រើនក្តីឲ្យថាចង់ស្ដាប់ធម៌ពិតពិតមែនមែនអាត្មានិមន្តទៅសម្ដែងឲ្យស្ដាប់ប៉ុន្តែបើគ្រាន់តែស្ដាប់ធម៌ដើម្បីបង្គ្រប់កិច្ចឬក៏ថាឲ្យមានធម៌ដើម្បីញ៉ាំងកម្មវិធីហ្នឹងមើលទៅឲ្យសមកុំឲ្យថាឆ្លងបុណ្យនឹងគេដែរហើយអត់មានធម៌ស្ដាប់អញ្ចឹងមើលដូចមិនសមសោះបើគិតរឿងថាបែបសមមិនសមអញ្ចឹងអាត្មាមិនសូវជាមានកម្លាំងទេសនាដែរទេបាទហ្នឹងព្រោះទឹកចិត្តដោយមែនតែនគឺចង់ឲ្យញាតិញោមបានស្ដាប់ធម៌បាទរឿងរារែកមិនចង់សម្ដែងពធហ្នឹងមិនមែនមានតែសម្រាប់អាត្មាភាពដែលជាពុទ្ធជននេះទេណាញាតិញោមសូម្បីតែព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងឡើងដំបូងបាទក្រោយពេលដែលព្រះអង្គគង់ក្រោមដើមអច្ចបាលនិក្រូធក្នុងសប្តាហ៍ទី7ព្រះអង្គពិចារណាធម៌ដែលព្រះអង្គបានត្រាស់ដឹងហើយមកហ្នឹងឃើញថាធម៌នេះមានជម្រៅជ្រៅណាស់មានគុណដ៏ធ្ងន់ណាប៉ុន្តែក៏លេចមកមើលសត្វទាំងឡាយជាអ្នកដែលជាប់ចម្ពាក់ណាសមេមសមាមណាមានសេចក្តីអាល័យនៅក្នុងរបស់ទាំងពួងបាទដល់ពេលអញ្ចឹងព្រះអង្គមានសេចក្តីខ្វល់ខ្វាយតិចណាខ្វល់ខ្វាយតិចដោយន័យថាម៉េចដោយន័យថាព្រះអង្គគិតថានឹងមិនសម្ដែងពធទេត្រាស់ដឹងហើយហ្នឹងញាតិញោមគិតថានឹងមិនសម្ដែងព្រះធម៌ទេព្រោះព្រះធម៌មានជំរៅចំណែកសត្វទាំងឡាយហ្នឹងមានកិលេសក្រាស់ពេលនោះខណៈចិត្តរបស់ព្រះអង្គក៏ជ្រាបទៅដល់សហំបតីព្រំណាដូចនឹងចូលមកដល់លំនាំថាមុនទេសនាហេតុអីបានជាមានព្រំអរន្តនាណាសហំបតីព្រំហ្នឹងក៏ចុះមកបាទចុះមកភ្លាមក្នុងរំពេចនោះណាមកទូលណាអរតនាព្រះសម្មាសម្ពុទ្ធឲ្យសម្ដែងព្រះធម៌ណាព្រះអង្គក៏ទទួលពាក្យណាទទួលពាក្យព្រមអរតនានឹងដោយតណ្ហិភាពដោយភាពស្ងៀមស្ងាត់ណា
mình chăm bạch thà tật thà cốt prom sầm đầy hơi ọt ấy chẳng tê bờ cứ thà bà ông tật tuôn đời tân là hay hiệp nấu nghiêm té đôi à ca rạ thà tật thà cốt nâng bờ cá sầm đầy bẹt thò chẳng ạ bạn bà ông bờ cá sầm đầy thà ạ pa rộ tà tế amata sạ thuy ye sao tạ quan táo bà mình chân tụ sạch thèm thuy nay bẹt nợ biên chẳng nốt bạc hơi sạch chẳng lại ná biên sao tập bà sát sạch chẳng lại nốt chôl bánh chanh nâu sạch thiệt cho nè bà ông trả sầm đầy chẳng á nè vị hân sạ xanh nhây bạc cụ năng nè phìa sẵn thòm mang bà này tăng mà nô chê sổ prom mê mà niel mà hà prom tạ thà cốt miên sẽ cái đây sầm co khổng ca lồng ba bàn chia mân bạc ca sầm đây bạc thò đỏ đóm đáy tạ thà cốt tọt hơi khổng sầm nạ mà nútទាំងlại nè bà ông khơi ca lồng ba nè mà đăng thà do thò tao này dây prapពួកមនុស្សទាំងឡាយនឹងបែបមិនបើមិនដែលនឹងស្គាល់ពាក្យថាអនិច្ចំទុក្ខំអនត្តាផងបាទអញ្ចឹងបាននឹកឃើញព្រះគុណរបស់ព្រះអង្គនឹកឃើញព្រះគុណរបស់សាវកដែលត្រាស់ដឹងក្នុងភាសាទី1មានតែ60អង្គទេញាតិញោមនៅព្រៃអេសិបតនមិគទាយវ័ន60អង្គចេញផ្សាយសាសនាដំបូងទាំងដែលមនុស្សក្នុងលោកនេះអត់មាននរណាម្នាក់ស្គាល់ព្រះពុទ្ធសាសនាទេអត់មានសោះហើយចេញផ្សាយសាសនាដំបូងណាបាទណាហើយដូចអាត្មាមកសម្ដែងពធអញ្ចឹងញាតិញោមដែលចាំស្ដាប់ធម៌នេះជាពុទ្ធសាសនិករួចហើយមិនសូវជាលំបាកនិយាយគ្នាទេប៉ុន្តែជាពុទ្ធសាសនិកប៉ុណ្ណឹងហើយហ្នឹងណានៅតែអ្នកខ្លះមិនសូវជាត្រេកអរជាមួយធម៌ផងក៏មានហើយចុះតម្រាំអ្នកដែលមិនស្គាល់ពុទ្ធសាសនាតាំងពីដើមរៀងអើយមករាប់អានព្រហ្មញ្ញសាសនាអីណោះតើលំបាកប៉ុណ្ណាទៅថាលំបាកចឹងហើយបានជាព្រះអង្គមានសេចក្តីសម្គាល់ក្នុងការលំបាករារែកមិនចង់សម្ដែងព្រះធម៌ប៉ុន្តែដល់ពេលព្រហ្មរតនាព្រះអង្គយកហេតុពីរយ៉ាងទី1ព្រះអង្គពិចារណាគុណពធទី2ឲ្យព្រហ្មរតនាសិនព្រោះសម័យនោះមនុស្សទាំងឡាយគោរពព្រហ្មណាគោរពព្រះព្រហ្មអញ្ចឹងដល់ពេលព្រហ្មរតនាព្រះពុទ្ធឲ្យសម្ដែងពធសត្វទាំងឡាយនឹងងាកមកគោរពព្រះធម៌ព្រោះសូម្បីតែព្រះព្រហ្មក៏គោរពព្រះធម៌ដែរអញ្ចឹងព្រះអង្គយកហេតុអញ្ចឹងណាអញ្ចឹងបានជាចាំបាច់ត្រូវតែមានព្រហ្មរតនាហើយចុះសួរថាបើមុនសម្ដែងព្រះធម៌មិនមានព្រហ្មរតនាតើបានឬទេថាក៏មិនមានបញ្ហាអ្វីដែរយើងរតនាហ្នឹងគ្រាន់តែដើម្បីរំលឹកដល់កាលដែលសហមបតីព្រំចូលមកក្រាបថ្វាយបង្គំសូមឲ្យព្រះសម្មាសម្ពុទ្ធសម្ដែងព្រះធម៌ប៉ុន្តែវេលានោះបានកន្លងផុតទៅហើយឥឡូវនេះយើងយកនិយាមមួយយ៉ាងគឺជាការលើកដំកើងព្រះធម៌កុំឲ្យថាមកដល់កាន់មីក្រូទេសនារាវភ្លាមទៅវាអត់មានអ្នកអរតនាក៏មិនសូវជាមានអ្នកតាំងចិត្តស្ដាប់ដោយល្អអញ្ចឹងដែរណាញាតិញោមណាអញ្ចឹងអរតនាដោយពាក្យបាលីក៏បានដោយពាក្យខ្មែរក៏បានណានៅពេលដែលបានស្ដាប់ធម៌ទៅក៏បានទទួលពន្លឺបញ្ញាតាមឧបនិស្ស័យអញ្ចឹងទៅព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គចែកបុគ្គលជា4ពួកណានៅក្នុងโลกនេះណាពួកទី1ឈ្មោះថាឧខដិតញ្ញូបុគ្គលណាជាអ្នកដែលឆាប់ត្រាស់ដឹងលឿនឧបមាប្រៀបដូចជាផ្កាឈូកប្រភេទទី1ដែលបានរីកផុតទឹកត្រូវនៅពេលដែលសម្ផស្សនៃរស្មីព្រះអាទិត្យផ្សាយត្រូវផ្កាឈូកនឹងក៏រីកភ្លាមតែម្ដងនឹងបុគ្គលពួកទី1ហ្នឹងគ្រាន់តែបានលឺពធពោលត្រឹមតែមួយបាតទេរួចចាក់ទុកបានត្រាស់ទៅជាព្រះអរហន្តដូចជាព្រះធម្មសេនាបតីសិរីបុត្រជាដើមបើស្ដាប់តាមមួយបាតនៃគាថាអញ្ចឹងទៅហៅថាឧខដិតញ្ញូបុគ្គលពួកទី2ព្រះអង្គសម្ដែងថាវិបច្ចេតញ្ញូបុគ្គលគឺបុគ្គលដែលបានស្ដាប់នៅពាក្យអត្ថបាយ
ណាឧបមាប្រៀបដូចជាផ្កាឈូកដែលលូតលាស់ស្មើទឹកនៅពេលដែលត្រូវសម្ផស្សព្រះអាទិត្យរះឡើងមកវានឹងរីកនៅក្នុងថ្ងៃស្អែកចេះទៅវិញណាអញ្ចឹងវិបច្ចតញ្ញូបុគ្គលហ្នឹងនៅពេលដែលបានស្ដាប់ពធធ្វើការអធិប្បាយឲ្យមានសេចក្តីពិស្ដារទៅក៏អាចត្រាស់ដឹងធម៌បានហ្នឹងប្រភេទទី2ប្រភេទទី3ហៅថានយៈបុគ្គលនយៈបុគ្គលហ្នឹងគឺជាបុគ្គលដែលស្ដាប់ច្រើនណាចូលទៅខ្សែគប់មិត្តល្អហើយធ្វើសេចក្តីល្អទទួលនៅពធជាធម្មទាននឹងរឿយពិភាក្សាសាកសួរធម៌អញ្ចឹងទៅអាចរួចចាក់ទុកបានទៅអាចត្រាស់ដឹងធម៌បានប្រៀបដូចជាផ្កាឈូកដែលផ្សើមដោយទឹកណាព្រះអង្គប្រៀបធៀបអញ្ចឹងដូចផ្កាឈូកដែលនៅក្រោមទឹកប៉ុន្តែទឹកបានផ្សើមទុកហើយព្រះអាទិត្យរះឡើងមក3ថ្ងៃក្រោយប្រកាសជារីកនឹងហៅថានយៈបុគ្គលដូចញាតិញោមអញ្ចឹងស្ដាប់ធម៌រាល់ថ្ងៃនេះស្ដាប់អើយស្ដាប់ចង់រិចតិចអស់ហើយប៉ិនឃើញបានត្រាស់ដឹងអីសោះលោកម្ចាស់អញ្ចឹងណាទៅវត្តស្ដាប់ធម៌ព្រឹកស្ដាប់ធម៌ល្ងាចដូចកាន់បិណ្ឌជុំបិណ្ឌអីព្រឹកក៏ស្ដាប់ធម៌ល្ងាចក៏ស្ដាប់ធម៌ប៉ិនមិនដែលបានឃើញអីទេមិនអញ្ចឹងលោកម្ចាស់ព្រោះបញ្ញារបស់យើងនឹងស្ថិតនៅក្នុងនយៈបុគ្គលស្ដាប់ដើម្បីជាឧបនិស្ស័យអញ្ចឹងណាមិនបានត្រាស់ដឹងធម៌ក្នុងបច្ចុប្បន្ននេះមែនប៉ុន្តែជាឧបនិស្ស័យអាចត្រាស់ដឹងធម៌នាអនាគតបានចាណាហើយកុំតោមនោះថ្នាក់អីចុះបុគ្គលខ្លះគេស្ដាប់តាមបន្តិចគេរួចចាក់ទុកខ្ញុំស្ដាប់ដែរមិនក៏មិនរួចចាក់ទុកចុះញាតិញោមមិនក៏មិនសម្លឹងសង្កេតពិនិត្យឧបនិស្ស័យបុគ្គលទាំងនោះគេបានធ្វើទុកមករាប់ជាតិជាអនេកហើយយើងនេះមិនដឹងនៅឯណាផងហ្នឹងញាតិញោមផ្លាប់ភ្លើមអញ្ចឹងប្រភេទនៃបុគ្គលទី3ហៅថានយៈបុគ្គលណាជាបនិស្ស័យអញ្ចឹងបានពនាមរបស់ព្រះសម្មាសម្ពុទ្ធមួយកន្លែងព្រះអង្គមាននាមថាប្រោសត្វដែលមានឧបនិស្ស័យដែលគួរត្រាស់ដឹងនិងមិនគួរត្រាស់ដឹងណាព្រះអង្គប្រោសអ្នកមានឧបនិស្ស័យហ្នឹងហៅថានយៈបុគ្គលឬក៏វេនយសត្វណាអញ្ចឹងឥឡូវនេះមិនរួចចាក់ទុកមែនប៉ុន្តែញាតិញោមព្យាយាមទៅញាតិញោមណាតាំងចិត្តស្ដាប់សន្សំឧបនិស្ស័យក្នុងការស្ដាប់នឹងរឿយទៅคล้ายទៅជាវេនយសត្វណាបនិស្ស័យគ្រប់គ្រាន់មានព្រះពុទ្ធអង្គណាមួយត្រាស់ដឹងលោកអាចប្រកាសសម្ដែងពធឲ្យញាតិញោមត្រាស់ដឹងធម៌បានណានឹងហៅថាបុគ្គលប្រភេទទី3ហើយទី4ឈ្មោះថាបតៈបរមៈបុគ្គលបតៈបរមៈបុគ្គលហ្នឹងបានន័យថាបុគ្គលដែលមានបទធម៌ដ៏ក្រៃលែងគឺថាមិនងាយនឹងត្រាស់ដឹងបានទេឧបមាប្រៀបដូចជាផ្កាឈូកដែលនៅក្រោមទឹកវាប្រកបដោយរោគអាចคล้ายទៅជាចំណីរបស់ត្រីផងអណ្ដើកផងណាបុគ្គលប្រភេទទី4នេះគឺដូចជាផ្កាឈូកដែលនៅក្រោមទឹកអញ្ចឹងលិចចុះទៅជួនកាលคล้ายទៅជាចំណីត្រីចំណីអណ្ដើកបរិស័ទខ្លះយូរទៅមិនត្រឹមតែមិនបានចម្រើនដោយគុណធម៌ហើយទៅជាណាធ្វើខ្លួនឲ្យអាប់អោនកតញ្ញូបាត់បង់គុណធម៌ក៏មានណានឹងមិនត្រឹមតែមិនរីកហើយលិចចុះទៅរលួយស្អុយនៅក្នុងទឹកនឹងទៀតណាញាតិញោមអញ្ចឹងប្រភេទទាំង4ប្រភេទនេះណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធប្រោសតែបុគ្គល3ពួកខាងដើមទេណា3ពួកហ្នឹងអីខ្លះទី1ឧខដេតញ្ញូទី2វិបច្ចតញ្ញូទី3នយៈណាហ្នឹងគឺ3ហ្នឹងដែលបុគ្គលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រោសបានហើយដល់ពេលអ្នកទី4អត់ឧបនិស្ស័យលិចចុះទៅក្នុងទឹករលួយស្អុយនៅក្នុងទឹកខូចហើយញាតិញោមណាអញ្ចឹងត្រឡប់មកវិញថា
nhiệt nhôm cột rụp nâng mình bạch tôi chặt tôi thlam thà đập mà lăng hơi mình khơi ban ấy sao đôi chực chân đập á cầm chân nhiệt nhôm nè cầm chân cầm bật đòi luôn cầm tục đạc luôn anh cháu lá nè đập tới nhiệt nhôm đập tới nè pe khla miền tại chia đấy phần đập thò mình ban phó nâng chẳng hả nè khôi sao tập ở xa miền tao đập ấy cả đập bàn chẳng tao chuyên cá miền phân này đấy phần mưa ấy mình khơi nè với ọt bàn tại đây chẳng bàn đâu không sầm bát đây là prasama samput và ông sầm đây thà chia sầm bát cầm ro và muối bạc ca nó nhận không tì muối còn tại ban cao bao chia mà nốt nắng hao tha ban nâu sầm bát mà hà sa sầm bát đang mua tha kẹt tệ sầm bát nè nhiệt nhôm tầng óc kia nắng đó ban kẹt tệ sầm bát cứ ban mà cao chia